vì thấy á con bác sĩ càng nghe con năng bán này để xuống đây nè sồn tụ ê chơi sắp con trái mau ô chạy mà trái hú ơi ôi trên cô trái trên cô trái សូមស្វាគមន៍មកកាន់អាហារដ្ឋានហូបខ្មែរចូលណៃយេ trong gì này nè បងត្រូវការជួបអ្នកគ្រប់គ្រងនៅកន្លែងនេះ trong nó ngay này cục rồi បងណែអ្នកគ្រប់គ្រង đang rồi អញ្ចឹងបងត្រូវការជួប order trong nó ngay order អញ្ចឹងបងត្រូវការជួបសវី hả trong này tụi ខាងហូបខ្មែរ hốt mày សិលធម៌អង្គដក10បន្ទុក mà thằng nào mà đâu mà tụ đợi nữa không khăn hả ខ្ញុំជាអ្នកវាតម្លៃមុខម្ហូបខ្មែរជាតិនិយម ô chụp ô nhạc bị làm lái ấy ô ngọt hay không đi không tập để lên Nam mình vừa về trong việc rồi vừa rư vừa mà đâu đây còn cái chuyện đây về không không ហើយអ្នកគ្រប់គ្រងហាមកជួបខ្ញុំ nhạc cúp rong ấy nhạc cúp rong chụp tham tích à thầy ơi hàng ổ đứt kia bao thấy á vì thấy á con bác sĩ càng nghe con năng bán này để xuống đây nè លោកជាអ្នកណា mày chẳng đang vì mà thì bảo con khoanh hai gì mà ហាងនេះហាងហូបខ្មែរល្បីខាងមុខម្ហូបខ្មែរឈ្មោះខ្ញុំសូមសួរបន្តិចបន្លែនេះយកមកពីណា lại ní khi dương vô một pi cả sĩ có đại đám đó nó xuất mày xuất tại mà đòn ចុះកញ្ច្រែងនេះជារបស់ខ្មែរឬទេ mai mà rồi mai với vừa ban ចុះផលិតនេះ và lớn có chia bọc mai ចុះត្រប់ rồi cái mai đây ចុះសដៃគួរនៅក្នុងសាឡននេះ chạy này chạy ca nhưng mà anh vô tăng từ 10 chạy ca các bạn đấy nhỉ ចុះប្រគួននេះ cô này nè con là mơ ông pi chụp rau qua bài tòng coi dân đăng thà có phải chi không hay bao tận ច្បាស់ហើយថាជារបស់ខ្មែរ mùi rối kia rồi អូ đây này bên đây vào tôm tiền đây nhưng phải giảm thời càng nghe đó ui trong đây chậm núi mến mà quay tao sẽ càng nghe bữa này những con này ចាំបន្តិចយើងល្បីថាហាងនេះគ្រប់បែបយ៉ាងសុទ្ធតែជារបស់ខ្មែរមកហូបក៏ឆ្ងាញ់បន្លែក៏ល្អប៉ុន្តែច្បាស់អត់ថាគ្រប់បែបយ៉ាងនៅទីនេះសុទ្ធតែជារបស់ខ្មែរ mùi rối phía rồi 100% trái đôi series mình té đấy trái một ly cái អស់គ្រប់បែបយ៉ាងប៉ុន្តែមានរឿងមួយទៀតចុះគ្រឿងផ្សំ xong ấy thầu đăng cái xong này ត្រូវតែដឹងបើមិនដឹងគ្រឿងផ្សំសូនបន្ទុក ê chơi sắp con trái mau ô chạy mà chạy hú ơi ôi
trên coi trái trên coi trái តើអ្នកនាងមកហារបស់ខ្ញុំមានមូលហេតុអ្វីដែរហើយមានបញ្ហាអ្វីក្នុងក្នុងខ្សែដែរអាចនឹងសាក ខ្ញុំជាអ្នកវាយតម្លៃមុខម្ហូបខ្មែរជានិយមល្បីថានៅហាងនេះគ្រប់យ៉ាងសិតតែជារបស់ខ្មែរមុខម្ហូបឆ្ងាញ់បន្លែធម្មជាតិសុទ្ធតែដាំចេញពីកសិករខ្មែរតែនៅមានរឿងមួយយ៉ាងដែលខ្ញុំចង់ដឹងពីហាងមួយនេះ ទូចខ្ញុំគឺជាអ្នកជំនួយរកស៊ីមានភាពយុត្តិធម៌ច្បាស់លាស់ទៀងត្រង់ ត្រូវ ខ្ញុំមិនខ្លាចក្នុងការឆ្លើយសំណួររបស់អ្នកនាងទេអ្នកនាងមានអ្វីសួរបាន តែគ្រឿងផ្សំមុខម្ហូបហាងនេះយកមកពីណា រួចអត់ មុន ចាសោះ សម្រាប់ចិត្តបើខាងអាហារដ្ឋានរបស់ខ្មែរនេះគឺខ្ញុំបានគិតដល់អស់មកហើយគោលបំណងទី1គឺលើកស្ទួយផ្សព្វផ្សាយនៅមុខម្ហូបខ្មែរគោលបំណងទី2គឺបង្ហាញអំពីរសជាតិគុណភាពសេវាកម្មតម្លៃសមរម្យដូច្នេះហើយកុំថាឡើយត្រឹមតែមុខម្ហូបខ្មែរប្រមាណ100មុខប្រមាណ100មុខគឺគាត់យកមកដាក់ហាងទាំងអស់ជាមួយនឹងគ្រឿងផ្សំទាំងនោះក៏ជារបស់ខ្មែរដែរឆាប់ទៅយកមកនេះគឺជាម្សៅសុបខ្នាតនឹកបញ្ចេញវីឈွန်គឺជារបស់កូនខ្មែរសុទ្ធ 100% ប៉ុណ្ណឹងអាចបញ្ជាក់អ្នកនាងបានទៅថាហាងរបស់យើងគឺប្រើសុទ្ធតែជារបស់កូនខ្មែរ បាទមើលបាកូ884ជារបស់ខ្មែរ ហើយនេះក៏អញ្ចឹងដែរ384 ល្អល្អ បានហើយនៅ ដូច្នេះសូមអ្នកនាងភ្លក់ជាមួយនឹងរសជាតិហើយរ៉េតឲ្យតម្លៃហាងខ្ញុំទៅតាមការគួរ ពិតមែនថាថៃបើសិនជាគុណភាពរបស់ហាងយើងមិនល្អទេបិទហាងយើងឆាប់តែម្ដងទៅ កុំឲ្យបាន7ប៉ុណ្ណា តើលក់បានយើងសុខចិត្តសាក់លក់ម្ដងចាស់យ៉ាងសិតតែជារបស់ខ្មែរខ្ញុំអាចញ៉ាំបានល្អ បងប្អូនទាំងអស់គ្នាចូលរួមគ្រប់ត្រូលនៅគ្រឿងផ្សំរបស់កូនខ្មែរយើងជាមួយនឹងម្សៅសុបខ្នាតនឹកបញ្ចេញវីឈွန်រសជាតិឆ្ងាញ់ឈ្ងុយ